របាយការណ៍បរទេសមួយបានទម្លាយផែនការ$2 លានពាក់ព័ន្ធនឹងស្ថាប័នអាមេរិកដើម្បីពង្រឹងនិងបង្រួបបង្រួមគណៈបកជំទាស់ចំនួន5នៅកម្ពុជាក្នុងបំណងបង្កើតជម្រើសរួមមួយប្រកួតប្រជែងជាមួយគណៈបកកាន់អំណាចមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2027និងការបោះឆ្នោតជាតិឆ្នាំ2028យោងតាមសារព័ត៌មាន The Sunday Guardian របស់ឥណ្ឌាឯកសារសម្ងាត់មួយមានចំណងជើងថាគម្រោងដើម្បីការរស់ឡើងវិញនៃលទ្ធិប្រជាធិបតេយ្យនិងការប្រកួតប្រជែងក្នុងការបោះឆ្នោតនៅកម្ពុជាបានស្នើកម្មវិធីរយៈពេល3ឆ្នាំចាប់ពីឆ្នាំ2026ដល់ឆ្នាំ2028ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនិងការសម្របសម្រួលរបស់បកជំទាស់នៅកម្ពុជារបាយការណ៍នេះអះអាងថាថវិកា$2 លានត្រូវបានគាំទ្រដោយមូលនិធិជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យឬហៅកាត់ថា NED ដែលមានមូលដ្ឋាននៅរដ្ឋធានី Washington អ្នកទទួលផលសំខាន់គឺសម្ព័ន្ធភាពឆ្ពោះទៅរកអនាគតឬ ATF ដែលរួមមានគណៈបកភ្លើងទៀនគណៈបកឆន្ទៈខ្មែរគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈបកកែតម្រង់កម្ពុជានិងគណៈបកកម្ពុជានិយមក្រោយការចុះផ្សាយនេះក្រសួងមហាផ្ទៃកម្ពុជានៅថ្ងៃទី23ខែមិថុនាឆ្នាំ2026បានចេញសេចក្តីប្រកាសព្រមានថាប្រសិនបើការរាយការណ៍នេះជាការពិតការទទួលវិភាគទានឬជំនួយពីស្ថាប័នក្រុមហ៊ុនបុគ្គលបរទេសឬអង្គការដែលមានហិរញ្ញប្បទានពីប្រភពបរទេសគឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីគណៈបកនយោបាយនៅកម្ពុជាក្រសួងមហាផ្ទៃបានរំលឹកថាគណៈបកនយោបាយដែលទទួលបានវិភាគទានបែបនេះអាចប្រឈមទៅនឹងការពិន័យជាប្រាក់ហើយក្នុងករណីធ្ងន់ធ្ងរអាចត្រូវស្នើទៅតុលាការកំពូលដើម្បីព្យួរសកម្មភាពឬរំលាយគណៈបកនយោបាយដែលពាក់ព័ន្ធសំណួរដែលផ្ញើទៅកាន់ NED ដើម្បីសុំការបំភ្លឺអំពីមូលនិធិនេះមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេគិតត្រឹមពេលចុះផ្សាយមកដល់ពេលនេះក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការថាគម្រោងនេះត្រូវបានអនុម័តឬក៏ថវិកាត្រូវបានផ្ដល់រួចហើយឬនៅនោះទេលោកសុនឆៃអនុប្រធានគណៈបកឆន្ទៈខ្មែរបានប្រាប់ News Today ថាលោកមិនបានដឹងនិងមិនបានទទួលថវិកាដោយការចុះផ្សាយនោះទេលោកអះអាងថាគណៈបករបស់លោកគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីគណៈបកនយោបាយលោកសុនឆៃស្នើឲ្យសារព័ត៌មានឥណ្ឌាបញ្ជាក់ឲ្យច្បាស់ថាថវិកានោះត្រូវបានផ្ដល់ទៅបុគ្គលណា News Today បានព្យាយាមតាក់ទងទៅគណៈបក4ផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងរឿងនេះប៉ុន្តែខ្លះមិនលើកទូរស័ព្ទនិងខ្លះទៀតទូរស័ព្ទមិនចូលខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.